សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានដំណឹងល្អយកមកចែករំលែកដល់បងប្អូនទាំងអស់គ្នាដែលមានគោលបំណងចង់ធ្វើជានគរបាលជាតិឬក៏ប៉ូលីសឥឡូវនេះឱកាសបានម្ដងហើយគឺក្រសួងមហាផ្ទៃបានចាប់ផ្ដើមរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ2025នេះដែលមានចំនួនរហូតដល់400នាក់ដែលនឹងត្រូវធ្វើការបណ្ដុះបណ្ដាលនៅបណ្ឌិតសភានគរបាលកម្ពុជាហើយក្នុងនោះមានឋានៈបរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលរើសចំនួន200នាក់ហើយមានការសិក្សារយៈពេល4ឆ្នាំឋានៈសញ្ញាបត្រមធ្យមឯកទេសនគរបាលសិក្សារយៈពេល2ឆ្នាំរើសចំនួន100នាក់ឋានៈវិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាលសិក្សាររយៈពេល1ឆ្នាំចំនួន100នាក់ដែលការសិក្សាទាំងអស់គឺស្ថិតនៅឯបណ្ឌិតសភានគរបាលកម្ពុជាហើយការជ្រើសរើសនេះគឺធ្វើឡើងតាមរយៈការជ្រើសរើសទាំង25ខេត្តក្រុងនៃប្រទេសកម្ពុជាតែម្ដងតែវាមានចំនួនតិចឬច្រើនទៅតាមបណ្ដាខេត្តនីមួយៗនិងក្រុងនីមួយៗចំពោះអំពីលក្ខខណ្ឌនៃការជ្រើសរើសវិញគឺបេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរមានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់សម្រាប់ការជ្រើសរើសអាហារូបករណ៍ដើម្បីចូលបម្រើការងារនៅអង្គភាពថ្នាក់ក្រសួងមានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្ត្ររាជធានីខេត្តដែលមានការជ្រើសរើសសម្រាប់ការជ្រើសរើសអាហារូបករណ៍ដើម្បីចូលបម្រើការងារនៅស្នងការនគរបាលរាជធានីខេត្តមានជីវប្រវត្តិច្បាស់លាស់មានកិរិយាមារយាទល្អនិងពុំធ្លាប់មានទោសមានកាយសម្បទាគ្រប់គ្រាន់មានសុខភាពល្អឆ្លងកាត់ការត្រួតពិនិត្យឈាមកាយសម្បទានិងតេស្តរោគសាធារញមិនមានស្លាកស្នាមរបួសឬស្លាកស្នាមសាក់ចំពោះបុរសមានកម្ពស់ 1.70 ម៉ែត្រឡើងទៅហើយនារីមានកម្ពស់ 1.65 ម៉ែត្រឡើងទៅនិងមានទម្ងន់សមាមាត្រនិងកម្ពស់មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើមានអាយុចាប់ពី16ឆ្នាំដល់25ឆ្នាំគិតត្រឹមថ្ងៃប្រឡងសម្រាប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនិងថ្នាក់បរិញ្ញាបត្រមធ្យមឯកទេសនគរបាលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើមានអាយុចាប់ពី17ឆ្នាំដល់25ឆ្នាំគិតត្រឹមថ្ងៃប្រឡងសម្រាប់ថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាលបេក្ខជនទាំងពីរភេទក៏ត្រូវនៅលាវចាប់ពីថ្ងៃពេលដែលយើងដាក់ពាក្យប្រឡងរហូតដល់ពេលបញ្ចប់ការសិក្សាចំពោះទីកន្លែងផ្ដល់ពាក្យនិងទទួលពាក្យគឺនៅបណ្ឌិតសភានគរបាលកម្ពុជាដែលស្ថិតនៅភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកគៀនស្វាយខេត្តកណ្ដាលផ្លូវជាតិលេខ1ចម្ងាយ26គីឡូម៉ែត្រពីរាជធានីភ្នំពេញកាលបរិច្ឆេទផ្ដល់ពាក្យគឺចាប់ពីថ្ងៃទី21ខែមករាដល់ថ្ងៃទី1ខែកុម្ភៈឆ្នាំ2026ដោយចែកទៅតាមរាជធានីខេត្តដែលជាអាសយដ្ឋានអចិន្ត្រៃយ៍របស់បេក្ខជនដូចតទៅថ្ងៃទី21ទី23ទី25ខែមករាឆ្នាំ2026គឺចែកពាក្យសម្រាប់បេក្ខជនដែលមកពីខេត្តកំពង់ធំសៀមរាបព្រះវិហារបន្ទាយមានជ័យឧត្តរមានជ័យប៉ៃលិនក្រចេះកំពង់ចាមត្បូងឃ្មុំស្ទឹងត្រែងមណ្ឌលគិរីរតនគិរីព្រៃវែងនិងស្វាយរៀងថ្ងៃទី22ទី24ទី26ខែមករាឆ្នាំ2026សម្រាប់បេក្ខជនមកពីរាជធានីភ្នំពេញខេត្តកណ្ដាលតាកែវកំពតកំពង់ឆ្នាំងបាត់ដំបងពោធិ៍សាត់កំពង់ស្ពឺកែបព្រះសីហនុនិងកោះកុងថ្ងៃទី27ទី29ទី31ខែមករាឆ្នាំ2026សម្រាប់បេក្ខជនមកពីខេត្តកំពង់ធំសៀមរាបព្រះវិហារបន្ទាយមានជ័យឧត្តរមានជ័យប៉ៃលិនក្រចេះកំពង់ចាមត្បូងឃ្មុំស្ទឹងត្រែងមណ្ឌលគិរីរតនគិរីព្រៃវែងនិងស្វាយរៀងថ្ងៃទី28ទី30ខែមករានិងថ្ងៃទី1ខែកុម្ភៈឆ្នាំ2026សម្រាប់បេក្ខជនមកពីរាជធានីភ្នំពេញខេត្តកណ្ដាលតាកែវកំពតកំពង់ឆ្នាំង
បាត់ដំបងពោធិ៍សាត់កំពង់ស្ពឺកែបព្រះសីហនុនិងកោះកុងបេក្ខជនទាំងពីរភេទក៏ត្រូវត្រៀមសម្លៀកបំពាក់និងស្បែកជើងកីឡាសម្រាប់រត់ចម្ងាយផងការបច្ឆេទសម្រាប់ទទួលពាក្យប្រឡងគឺចាប់ពីថ្ងៃទី27ខែមករាដល់ថ្ងៃទី7ខែកុម្ភៈឆ្នាំ2026ចំពោះវិញ្ញាសាដែលយើងត្រូវត្រៀមប្រឡងវិញមានដូចជាទី1គឺចំណេះដឹងទូទៅទី2គឺចំណេះដឹងទូទៅទាក់ទងជាមួយនឹងកិច្ចការនគរបាលអំពីការបរិច្ឆេទនិងមណ្ឌលប្រឡងការបរិច្ឆេទប្រឡងគឺនៅថ្ងៃទី21ខែកុម្ភៈឆ្នាំ2026មណ្ឌលប្រឡងគឺនៅបណ្ឌិតសភានគរបាលកម្ពុជាសង្ឃឹមថានិស្សិតនិងសិក្សានុសិស្សទាំងអស់ដែលគាត់បានរៀនចប់ទី12ហើយគាត់បានតទៅបញ្ញាបត្រគាត់នៅមានលក្ខខណ្ឌនៃការប្រឡងអាចដាក់ពាក្យប្រឡងបានហើយក៏ជូនពរដល់បងប្អូនឬក៏សិក្សានុសិស្សទាំងអស់ទទួលបានជោគជ័យនៅក្នុងការប្រឡង